Sàn đèn cho này tới vừa đó khang trong lại Việt Nam bây giờ nè kìaไอ้ทมอปันๆnày chỉ cho bênนี้mới đón lọtมาร่วมสู้สดอยออกนี้ជួបគ្នានៅវីដេអូថ្មីហើយថ្ងៃនេះដែរគឺខ្ញុំជិះទៅដើរលេងនៅភ្នំដាហើយផ្លូវដែលខ្ញុំកំពុងជិះនេះគឺផ្លូវនៅជាហៀងភ្នំសោទាំងអស់គ្នាអញ្ចឹងភ្នំសោនៅខាងក្រោយយ៉ាហើយខ្ញុំជិះពីកាប់ផ្ទះខ្ញុំនៅចិត្តភ្នំយសោនេះទេតែខ្ញុំអត់លេងភ្នំសោទេទាំងអស់គ្នាព្រោះដែលចឹងហើយហ្នឹងចង់ explore mini adventure ទៅខាងភ្នំដាទៅខាងនេះអង្គរបរិយតិចហើយខ្ញុំជិះពីផ្ទះខ្ញុំទៅលបាក់ជាប្រហែលជា1ម៉ោងលបាក់50គីឡូទាំងអស់គ្នាអញ្ចឹងរៀងគួរសមដែរហើយដោយទាំងអស់គ្នាឃើញហ្នឹងគឺមេឃអត់បានថ្ងៃទេគឺថ្ងៃអត់ចេញតែម្ដងតាំងពីម្សិលមិញមកភ្លៀងរហូតទាំងអស់គ្នាហើយផ្លូវខ្ញុំកំពុងតែជិះនេះស្រួលជិះទាំងអស់គ្នាផ្លូវស្អាតគេទៅមិនធ្វើអញ្ចឹងជិះប្រហែលជាមិនដល់1ម៉ោងបើខ្ញុំជិះលឿនប៉ុន្តែប្រហែលជាខ្ញុំជិះជ្រាលតែផ្លូវដែរទេទាំងអស់គ្នាព្រោះឡានម៉ូតូក៏ច្រើនដែរអញ្ចឹងប្រុងប្រយ័ត្នយើងសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងណាហើយចាំមើលទៅដល់នោះនឹងថតឲ្យទាំងអស់គ្នាមើលដែរថាភ្នំដាមានអីខ្លះហើយអានេះលើកទី1ដែលខ្ញុំទៅលេងភ្នំដាហ្នឹងគឺនៅស្រុកកំណើតខ្លួនឯងទេតែអត់ដែរបានទៅសោះតែម្ដងទាំងអស់គ្នាភ្នំដាហើយនឹងភ្នំបាយ៉ង់កោភ្នំបាយ៉ង់ហ្នឹងក៏អត់ដែរបានទៅដែរព្រោះចេះតែអត់មានឱកាសបានទៅតែខ្ញុំនឹងព្យាយាមផ្ដិតយករូបភាពផ្ដិតយកទីកន្លែងដើរលេងនៅក្នុងខេត្តខ្លួនឯងឲ្យបានច្រើនដែរដើម្បីផ្សព្វផ្សាយហើយនៅភ្នំដាខ្ញុំមើលតាម map ត្រួសទៅនៅនឹងមានប្រាសាទភ្នំដាមានប្រាសាទនៅក្បែរដែរនឹងវានៅដូចជានៅលើភ្នំដែរទាំងអស់គ្នាតែភ្នំហ្នឹងក៏មិនខ្ពស់ហ្មងដែរមើលទៅឬក៏ជាទួលអីចឹងទៅអានេះខ្ញុំអត់ច្បាស់ណាហើយបើតាមខ្ញុំមើលប្រវត្តិរបស់ប្រាសាទភ្នំដាប្រាសាទហ្នឹងក៏សាងនៅសតវត្សទី6ទាំងអស់គ្នាអញ្ចឹងក៏សាងឡើងដោយព្រះបាទរុន្ទ្រវរ្ម័ននៅក្នុងសតវត្សទី6ហើយនៅទីតាំងគឺនៅក្នុងស្រុកឃុំគុកធ្លកស្រុកអង្គរបរិយខេត្តតាកែវអញ្ចឹងបាទទាំងអស់គ្នាចង់មកលេងអីជិះពីម្ពិញមកប្រហែលជា100គីឡូហើយពីទីរួមខេត្តប្រហែលជា24គីឡូឯងបើទាំងអស់គ្នាជិះពីទីរួមខេត្តទៅអញ្ចឹងគួរសមដំបូងខ្ញុំថាទៅលេងប្រាសាទបាយ៉ង់កោភ្នំបាយ៉ង់កោប៉ុន្តែវាឆ្ងាយ1ម៉ោងកន្លះហើយអញ្ចឹងខ្ញុំសម្រេចថាអូខេមកប្រាសាទភ្នំដាទៅព្រោះវាមានប្រាសាទដូចគ្នាអញ្ចឹងណាហើយនៅប្រាសាទភ្នំដានេះក៏រៀងគ្រាន់បើដែរអញ្ចឹងក៏សម្រេចថាមកជិះមកលេងនេះទៅហើយមនុស្សច្រើនទាំងអស់គ្នាដោយសារថ្ងៃនេះទីថ្ងៃប្រជុំបិណ្ឌធំទី2ហើយស្អែកខ្ញុំត្រឡប់ទៅពេញវិញហ្នឹងព្រោះត្រូវថ្ងៃពហុចូលធ្វើការវិញទៀតញ៉ាប៉ុណ្ណឹងទាំងអស់គ្នាហើយចាំមើលទៅដល់នោះមានអីអាប់ដេតឲ្យទាំងអស់គ្នាទៀតឥឡូវពងជិះបដាទៅជាតិបានលឿនទេហើយអត់បានញ៉ាំអីនេះមិញដាក់កាហ្វេមកបឺតនៅជើងភ្នំយសោមិញហ្នឹងហើយក៏ចេញមកទៅសង្គមតាមេឃអត់ភ្លៀងហើយបើមានថ្ងៃកាន់តែល្អថតស្អាតទាំងអស់គ្នាខ្ញុំបានដាក់ដ្រូនដាក់អីមកដែរតែអត់ដឹងមិនទេចាំមើលសិនបើថាហោះបាននឹងបដិយករូបភាពពីខាងលើឲ្យទាំងអស់គ្នាបានមើលដែរថតវីដេអូឲ្យខ្លះអញ្ចឹងណា
តែដាក់កាមេរ៉ាមកទេថ្ងៃហ្នឹងគឺដាក់តែ GoPro មកទេហើយចាំមើលថតអីមួយចំនួនថតទូរស័ព្ទអីហ្នឹងទៅថតទូរស័ព្ទអីហើយខែនេះស្អាតទាំងអស់គ្នាបានឃើញអញ្ចឹងគឺរដូវវស្សាអញ្ចឹងស្រូវនៅពេញស្រែតែម្ដងបៃតងប៉ុន្តែអត់សូវមានទឹកទេដោយសារអត់សូវភ្លៀងដែរទាំងអស់គ្នានៅខេត្តស្រែអត់មានទឹកតែម្ដងស្រែខ្លះគោកស្ញែងហ្មងហើយយើងស្រូវអត់ល្អទេស្រូវមានតែស្រែមានតែស្មៅចឹងល្អជាងស្រូវទៀតអញ្ចឹងជីពីបើខ្ញុំជីពីផ្ទះខ្ញុំមកគឺខ្ញុំជីកាត់ភ្នំយសូហើយខ្ញុំជីតាមផ្លូវនឹងរហូតនៅជាហៀងភ្នំយសូហ្នឹងទាំងអស់គ្នាហើយទៅដល់ផ្សារព្រៃលវីអានេះខ្ញុំបាត់ទៅខាងស្ដាំដៃបាត់ទៅជីទៅស្រុកអង្គរបូរីហ្នឹងបានទៅដល់ភ្នំដាហ្នឹងខ្ញុំជឿថាផ្លូវអត់ពិបាករកទេទាំងអស់គ្នាវាយ Google Map ទៅឃើញហើយស្រួលរកមែនតើមនុស្សច្រើនហើយផ្លូវតូចអញ្ចឹងពេលទាំងអស់គ្នាធ្វើដំណើរអីប្រយ័ត្នទាំងអស់គ្នាកុំជិះលឿនពេកមើលមុខមើលក្រោយអញ្ចឹងទៅសុវត្ថិភាពឡានច្រើនព្រោះរដូវភ្ជុំបិណ្ឌចេះហើយខ្ញុំអត់ដឹងថានៅខាងភ្នំដែរហ្នឹងមនុស្សច្រើនឬក៏អត់ទេមនុស្សច្រើនអាចនឹងរញ៉ៃតែបើថាអត់សូវមានអ្នកដែលឃើញៗគាត់ទៅលេងទេគួរសាំចាំមើលតាមហ្នឹងជួបគ្នាតាមផ្លូវទៀតទាំងអស់គ្នាឥឡូវខ្ញុំមកចិត្តដល់ហើយនៅខ្វះតែ1គីឡូ3ទៀតគឺយើងដល់កន្លែងបត់នៅស្ដាំដៃទាំងអស់គ្នាបត់ទៅអង្គរបូរីហើយឡានច្រើនមែនតើអ្នកខ្លះជិះញ៉ៃមែនតើហ្មងគឺជិះអត់ស្គាល់កន្លងទេបាទនៅមុខហ្នឹង1គីឡូទៀតគឺដល់ផ្សារព្រៃលវីអញ្ចឹងយើងបាត់នៅច្រកខាងស្ដាំដៃនៅជិតផ្សារហ្នឹងហើយមួយរយៈមុនឃើញអ្នកទៅលេងនៅសៀមរាបសមរត្រីដូចជាអត់បានមើលទេដោយសារអីភ្លៀងឃើញថតមកគឺភ្លៀងហើយភ្លៀងសឹងតែទូទាំងប្រទេសថ្ងៃហ្នឹងអញ្ចឹងអ្នកដែលទៅមើលសមរត្រីអាចនឹងខកអត់បានមើលថ្ងៃរះទេឃើញតែពពកហ្នឹងថ្ងៃចេញមកផ្លែតបាត់អត់ដែរហើយយើងចុះដល់ទាំងអស់គ្នា400ម៉ែត្រទៀតហើយអ្នកខ្លះឃើញទៅសៀមរាបទៅកពតអញ្ចឹងមនុស្សឯងនឹងច្រើនហើយខ្ញុំអត់បានទៅណាទេខ្ញុំមកលេងស្រុកអញ្ចឹងក៏ឆ្លៀតមកធ្វើ content នៅ blog ស្រុកខ្លួនឯងទៅមកដើរលេងនៅនេះឥឡូវយើងបត់នៅនេះហើយយើងទៅមុខទៀតផ្សារណាបងប្អូនអញ្ចឹងយើងបត់មកខាងនេះមកស្រួលរកទេផ្លូវកស៊ូនេះទៅទាំងអស់គ្នាឃើញអញ្ចឹងយើងនឹងទៅត្រង់រហូតអញ្ចឹងអានេះគឺជិះតាមផ្លូវនឹងរហូតទាំងអស់គ្នាសង្ឃឹមថាផ្លូវអត់ពិបាកទេបើប៉ុណ្ណេះអត់អីទេទាំងអស់គ្នាផ្លូវតាមផ្លូវពិបាកជាងហ្នឹងអញ្ចឹងផ្លូវនេះអញ្ចឹងរហូតអូខេស្កុតតែគាត់ជិះលឿនអត់កើតដែរផ្លូវនេះមិនស្រួលប្រហែលណាផ្លូវវាអត់ smooth ទេយើងជិះមិនទេផ្លូវមិនហិ smooth ជាងក្នុងផ្លូវនេះវារៀងទូចហើយចង្អៀតតិចបាំងឡានមើលឃើញដល់គ្នាទុកប្រឡោះហេងឆ្ងាយទីស្រួលវ៉ាអញ្ចឹងខ្ញុំមើលមុខអត់ឃើញបាក់វ៉ាផ្លូវភូមិយ៉ាងជិះប្រយ័ត្នប្រយែងតិចមានឆ្កែមានអីអញ្ចឹងហើយអ្នកភូមិគាត់ជិះអាចឆ្លងទៅឆ្លងមកអញ្ចឹងយើងជិះកង់ត50-60ទេនេះអត់លឿនប្រហែលទេហើយអញ្ចឹងយើងជិះកន្លះម៉ោងទៀតដល់ហើយណាបងប្អូនគ្នាផ្លែតហ្នឹងចាំមើលនៅនោះមានអីញ៉ាំខ្ញុំរកអីញ៉ាំដែរឬក៏តាមផ្លូវនេះទៅចិត្តទៅដល់មានអីញ៉ាំចូលញ៉ាំអ្នកតាមផ្លូវរបស់អ្នកតំបន់ណាទាំងអស់គ្នារបស់អ្នកស្រុក
ខ្ញុំខ្ជិលញ៉ាំនៅចិត្តផ្ទះព្រោះតែឃើញលោកមកដែរវាប្លែកមាត់អីចឹងទៅនេះបើមានថ្ងៃស្អាតទាំងអស់គ្នាតែរៀងក្តៅតែមេឃនេះបានប៉ុណ្ណឹងឯងរហូតថ្ងៃប្រហែលជាអត់មានទេទល់ល្ងាចអីហ្នឹងមើលទៅព្រោះសារដូចយើងខ្ជុះវិញម្ដងទាំងអស់គ្នាដូចដល់ថ្ងៃប្រហែលខ្ញុំអត់បានតាមដានឬអាកាសធាតុដែរយ៉ាងខែនេះស្អាតប៉ុន្តែបើដើរលេងប្រប៉ាច់ដោយសារមេឃភ្លៀងអញ្ចឹងអ្នកជិះម៉ូតូដូចខ្ញុំអីខ្ញុំចូលចិត្តជិះម៉ូតូអញ្ចឹងវាពិបាកមិនមែនចូលចិត្តទេយើងអត់មានឡានជិះយើងជិះម៉ូតូហ្នឹងឯងវាភ្លៀងអញ្ចឹងយើងជិះម៉ូតូដឹងអាសើមឯងពាក់អាវភ្លៀងអីញ៉ៃគេជិះឡានវាស្រួលគេតែយើងញ៉ាចាំមើលតាមហ្នឹងខ្ញុំអត់ទាន់បានទៅអីមួយវត្តទេទាំងអស់គ្នាបានទៅប្រហែលវត្តហើយមកប្រជុំនេះខ្ញុំគ្មានបានទៅទេមកស្រុកម៉ែគាត់រវល់លក់មន់តែអ្នកគ្នាអត់ដឹងម៉ែខ្ញុំគាត់អ្នកចាប់មន់លក់គាត់លក់តាំងខ្ញុំនៅក្មេងៗគាត់ដើរចាប់មន់តាមផ្ទះទាំងអស់គ្នាបើអត់ដឹងយើងចាក់មន់តាមផ្ទះទៅយើងយកទៅលក់នៅផ្សារអញ្ចឹងយើងទិញពីមន់អ្នកស្រុកហ្នឹងមន់គឺមន់ស្រែហ្មងទាំងអស់គ្នាអត់មានមន់ចិញ្ចឹមទេណាមន់ចិញ្ចឹមយើងអត់ទិញទេយើងទិញតែមន់ស្រែហើយមន់ស្រែលក់បានថ្លៃហើយសាច់ឆ្ងាញ់ជាងមន់ចិញ្ចឹមមន់បីសាច់អីទាំងអស់អូយហ្វក់ចឹងផ្លូវទូចហើយជិះគ្នាចុះជិះគ្នាឡើងនៅពេញហ្នឹងឯងឥឡូវតប្រធានបទទៀតអញ្ចឹងយើងទិញមន់ទៅតាមផ្ទះទៅយើងយកទៅលក់នៅផ្សារហើយផ្សារដែលម៉ែខ្ញុំគាត់យកទៅលក់ហត់ដល់ហ្នឹងគឺផ្សារសំងយ៉ោងនៅតាកែវទាំងអស់គ្នាផ្សារសំងយ៉ោងហើយពីមុនយើងលក់មន់រស់តែឥឡូវហ្នឹងដោយសារគេអាប់ដេតសម័យជឿនលឿនទៅមនុស្សខ្ជិលធ្វើអញ្ចឹងមានន័យថាយើងបោចមន់ហ្នឹងស្រាប់យើងធ្វើហើយហ្មងគឺយកទៅដល់ពួកគាត់ចាំតែយកមន់ទៅលាងសម្អាតបតង់ថែមទៅកាប់ស្លហើយអញ្ចឹងពីមុនយើងលក់មន់រស់គាត់ទិញទៅយកធ្វើខ្លួនឯងស្លាត់ខ្លួនឯងបោចរោងខ្លួនឯងយ៉ាងទៅតែឥឡូវហ្នឹងអត់ទេយើងធ្វើឲ្យមកស្អាតអញ្ចឹងយើងបូកមួយតម្លៃដែលយើងធ្វើហ្នឹង4000 3000នៃបន្ថែមអញ្ចឹងណាលើមន់1គីឡូហើយ1គីឡូឥឡូវដូចជា27 28អីហ៎អញ្ចឹង 27000នៃណាមន់1គីឡូទាំងអស់គ្នាមន់ស្រែបើអ្នកទាំងអស់គ្នាទិញនៅពេញមន់មួយមិនមែន15000អីណាតែហ្នឹងមិនមែនមន់ស្រែទេមន់បីសាសមន់គេចិញ្ចឹមអីចឹងទៅអញ្ចឹងមន់ស្រែអ្នកធ្លាប់ញ៉ាំមន់ស្រែដឹងហើយមន់សាច់ស្វិតហើយសាច់វាមានលឿងមានជាតិសាច់ណែនល្អអញ្ចឹងអ្នកធ្លាប់ញ៉ាំធ្លាប់មន់ទាស្រែដឹងហើយញ៉ាហើយអញ្ចឹងគាត់រវល់នៅចាប់មន់លក់វាដាច់អាពេលហ្នឹងដែរដល់ពេលអញ្ចឹងគាត់នៅបន្តលក់ថ្ងៃបុណ្យទានហ្នឹងបានអត់បានទៅវត្តទៅវាទេហើយពួកខ្ញុំដែរក៏មិនបានទៅដែរតែគាត់អត់ទៅយើងអត់ទៅដែរហើយអត់បានទៅលេងស្រុកប៉ាដែរស្រុកប៉ាអ្នកស្គាល់នៅអង្គទលប់ចិត្តនេះដែរចិត្តភ្នំសូដែរជាមកផ្លែតដល់ហើយអង្គទលប់អង្គចាអេហ្នឹងតែបានទៅឯស្អែកទៅពេញវិញហើយចឹងថ្ងៃនេះឆ្លៀតមកថតវីដេអូហើយជាដើរលេងខ្លួនឯងដែរព្រោះខ្ញុំនៅផ្ទះតាំងពីម្សិលមិញមកគេនៅផ្ទះអត់បានតាណាទៅមេឃភ្លៀងរហូតចឹងថ្ងៃហ្នឹងឆ្លៀតមែនតើណានៅឃើញថាចូលមកហើយថតវីដេអូមួយព្រោះខានចេញវីដេអូនៅលើ YouTube យូរស្ងាត់តែម្ដងទាំងអស់គ្នាអត់បានដើរលេងដោយសារខ្ញុំទៅដូរការងារបើអ្នកតាមដានប្រហែលជានេះហើយខ្ញុំដូរការងារមកធ្វើការងារជា full time video ហើយនឹង photographer នៅ company កន្លែងខ្ញុំហ្នឹងតាក់ទងមួយអូតែលអញ្ចឹងមេខ្ញុំគាត់រកស៊ីខាងអូតែលអញ្ចឹងខ្ញុំត្រូវថតបន្ទប់ថតអីអញ្ចឹងទៅ interior ខាងក្រៅខាងក្នុងហ្នឹងហើយយើងមាន lifestyle មានអីតិចតួចអញ្ចឹងណាហើយមួយរយៈហ្នឹងរវល់មែនតើដោយសារយើងត្រូវថតបន្ទប់ update នៅលើ website ឬក៏
នៅលើ travel channel ផ្សេងទៀតអញ្ចឹងត្រូវ update រូបទាំងអស់ថ្មីឡើងវិញអញ្ចឹងបានខ្ញុំរវល់ត្រូវថតរូបច្រើនមែនតើហើយត្រូវថត production edit អីចឹងទៅអញ្ចឹងម្នាក់ឯងរៀងយូរការងារច្រើនហើយមួយរយៈមុនធ្វើការឡើងឈឺតែម្ដងគឺ burn out ដោយសារការងារច្រើនពេកខ្ញុំអត់សូវបានសម្រាប់ថតជាប់រហូតខ្ញុំ burn out ខ្ញុំអស់កម្លាំងលហិតលហៃមែនតើសម្រាប់គឺធ្វើហើយវាឈឺមកបន្ទូនទួនគឺឡើងជាប់តខ្ញុំជាប់តមកចាហៀងបន្ទាប់មកឡើងកូនកដោនៅខាងឆ្វេងប៉ោងមុខមកចាហៀងហើយបានមកសុកមកវិលមុខធ្វើការធីងធងអស់កម្លាំងលហិតលហៃទៅពេទ្យពេទ្យឲ្យសំថ្នាំសួរអាការៈគាត់ទៅក៏គាត់ថាប្រហែលជាយើងអាចទាំង burn out យើងធ្វើការហត់អត់បានសម្រាប់អីចឹងណាអញ្ចឹងគាត់suggestឲ្យសម្រាប់ហើយបើថានេះសាក់ថ្មជីវិតគាត់ថាដើរលេងអីចឹងទៅអញ្ចឹងយ៉ាវាមិនអីទេ burn out ខ្ញុំធ្វើការដែរ burn out ខ្លាំងអញ្ចឹងឯងប៉ុន្តែមួយរយៈនេះដោយសារការងារខ្ញុំច្រើនមែនតើគឺមួយខែ2ខែចុងក្រោយនេះ schedule ខ្ញុំពេញបិទហ្មងគឺមួយថ្ងៃថតមួយថ្ងៃថតជាប់គ្នារហូតទាំងអស់គ្នាដូចមួយអាទិត្យហ្នឹងគឺថតជាប់គ្នារហូតហ្មងដោយសារអូតាយើងមានបន្ទប់ច្រើនអញ្ចឹងខ្ញុំត្រូវថតគ្រប់បន្ទប់ទាំងអស់ហើយខ្ញុំម្នាក់ឯងវាហត់អញ្ចឹងយើងគេញ៉ាំគ្រប់គ្រាន់ញ៉ាំអត់មានវីតាមីនមានអីអត់មានសារធាតុចំអីគ្រប់គ្រាន់ទៅក៏ខ្ញុំអស់កម្លាំងលហិតលហៃវាទៅជា burn out បើថាឲ្យ stress វាមិនទៅ stress ទេតែយើងអស់កម្លាំងឥឡូវបានមកដើរលេងសង្ឃឹមថាអាចសាកថ្មបាន2កម្ម1កម្មអីវិញហើយជំរឿភ្ជុំហើយមានពេលនឹងជិះម៉ូតូដើរលេងទៅខេត្តនានាទៀតបានផ្ដិតយកទស្សនភាពឲ្យទាំងអស់គ្នាបានមើលដែរក្មេងៗបានដប់បន្តិចចាស់បងប្អូនបានដប់ឃើញអ្នកខ្លះបានលទ្ធផលល្អអ្នកខ្លះក៏មិនបានដូចគាត់ចិត្តអានេះគ្រាន់ជា advice របស់ខ្ញុំទេខ្ញុំថតឆុងកាត់មុនបងប្អូនទាំងអស់គ្នាខ្ញុំប្រឡងបានដប់2014 15ទាំងអស់គ្នាចឹងអាណាឆ្នាំហ្នឹងគឺឆ្នាំដែលគេប្រឡងតាំងឆ្នាំទី2គឺប្រឡងតែម្ដងមានន័យថាបើយើងធ្លាក់យើងត្រូវរៀនឬក៏យើងដាក់បញ្ឈរឈ្មោះចាំប្រឡងឆ្នាំក្រោយអីចឹងទៅហើយសម្រាប់ខ្ញុំការខ្ញុំប្រឡងទាំងអស់គ្នាខ្ញុំបាននិទេសទេមធ្យមពាក្យខ្ញុំចូលដូចជា86ការខ្ញុំប្រឡងខ្ញុំរំពឹងណាខ្ញុំរំពឹងថាខ្ញុំបាន D ឬក៏ C ប៉ុន្តែជាក់ស្ដែងខ្ញុំបានហើយសួរថាខ្ញុំអន់ចិត្តទេខ្ញុំអន់ចិត្តព្រោះខំដែរទាំងអស់គ្នាតែមិនដឹងថាយើងធ្លាប់ស្នៀតឬក៏អីក៏បានប៉ុណ្ណឹងតែខ្ញុំអត់មានធ្លាក់អីមួយមុខទេគឺគ្រប់មុខវិជ្ជាទាំងអស់ខ្ញុំបាន D ហើយនឹង C ប៉ុន្តែគ្រាន់តែមធ្យមភាគយើងវាបាន8ជាងឯនោះ86 87ទាំងអស់គ្នាអញ្ចឹងខ្ញុំបានហើយយ៉ាអ្នកធ្លាក់ក៏កុំតន់អស់សង្ឃឹមមិនប្រកាសថាយើងធ្លាក់ហ្នឹងវាជាអីកំណត់វាសនាយើងទេព្រោះយើងមើលអត់ឃើញទេពេលយើងរៀនតឬក៏ទាំងអស់គ្នាចង់បន្តយកជំនាញអាហ្នឹងវាស៊ីសងលើយើងមកតាមទៀតយើងចង់ចាប់យកជំនាញអីបន្ទាប់ពីយើងរៀនចប់អីហ្នឹងទៅហើយខ្ញុំលើកទឹកចិត្តទាំងអស់គ្នាបើអ្នកធ្លាក់ចង់ប្រឡងមួយឆ្នាំទៀតក៏បានឬក៏ចង់រៀនយកជំនាញបន្តជំនាញរៀនជា skill ទាំងអស់គ្នាឲ្យថាអ្នកទាំងអស់គ្នាទៅរៀនជាងម៉ូតូជាងឡានបើថាយើងអត់មានចំណង់ចង់រៀនសកលតយើងចាប់យកជំនាញទៅតែបើថាអ្នកដែលចង់ធ្វើការចង់អីបានធំដុំជាងនឹងទៀតអាចរៀនតដល់សកលអីចឹងទៅរៀនជំនាញនេះជំនាញនោះហើយការខ្ញុំរៀន IT ទាំងអស់គ្នាខ្ញុំរៀន IT តែសប្តាហ៍ថ្ងៃខ្ញុំមកធ្វើការជាវីដេអូហើយនិង photographer តែ graphic ក៏ខ្ញុំចេះដែរព្រោះខ្ញុំមានបទពិសោធន៍ធ្វើ graphic រាប់ឆ្នាំដែរព្រោះមកដល់នេះរៀនចៀតអញ្ចឹងខ្ញុំចេញពី graphic design ហើយខ្ញុំថតរូបថតវីដេអូថតរូបថតវីដេអូកាលមុនខ្ញុំគ្រាន់តែស្រឡាញ់ខ្ញុំបានយកវាជាជំនាញអីទេទាំងអស់គ្នាគ្រាន់តែខ្ញុំចូលចិត្តខ្ញុំក៏ថតរូបថតវីដេអូលេងអញ្ចឹងណាតែឥឡូវហ្នឹងវាដល់ពេលយើងមកធ្វើការជាក់ស្ដែង
nhưng mà thôi chi video hay là photographer full time hay càng nghe ní mình và bạn con mình sủa mà đấy bởi tụi ngọc mình skill ở mà đọc sáng stia fuck GoPro record ok cái trong áp mó GoPro nữa xe chỉ ít ở này đâu mình đọc lộ tiếp chất đó đấy phải tì tiếp lụi chẳng nhằm ấy nâng sáng của bán nữa yeah. Và nắng to và thêm là bán bật cái chọn tới hiện lư xử lý gì anh chú bạn đúng ấy chẳng lưu tới chất tầng ác này còn sừng thấm mẹ thật lẹ dương mơ vì sao dương ắt khơi nhé này dương hiện chân hiện vậy tới chân hiện class để dương mơ ti sao với lõ để graphic design như rồi có video photographer bọn này tầng ác này miền anh ấy cái hai tha thân lớn á bởi tầng ác này miền thân lớn đại vì unique chinh nè đầu tây nhưng chưa tha tầng ác này đặc biệt là cả tràn biển tèn hơi chi em update luôn ấy đấy nhóm hiện thao rút thao video nhóm hiện tam YouTube với tầng này nhóm slide nhóm trôi chất nhóm có chi em sắc sang luôn ấy sway sắc sang luôn ấy hay có dương nơi ta phải to update skill dương pi một ngày tới một ngày miền đây ta dương up to date ba tầng ác này chắc ta vẫn đang hơi lớn technology Việt Nam luôn mình tên pi một ngày tới một ngày update là hồi đã lớnขึ้นtầng ác này là bảy AI vậy chẳng nè graphic cái đôi khi nè design nè thua web developer cái đào thời trái AI đầm bậy chụp nổi càng gì với mẹ nói chụp nổi dương mà rồi AI cái bắt bia mau chia chụp nổi càng gì dương ban tràn mình tên nó bây giờ trái phá hay tầng ác này thời trái phía xa ấy các bạn đấy chân năng lệ và răng ấy nè bởi tầng ác này trái căn là lộ hay sao mai lỡ và tầng ác này chạy ăn lễ vì sủa tẹt toàn tận nè tận nổ mà đi coi research ấy ở visual mình tên trong những sạch chạy chi diêm sắc xa hiển sốt đấy không đá ở đập buôn cái lộ tiếp chụp đỏ lắm nên là mấy cái đạn đọc cái lộ giá lỡ tới chất tầng ác này su và con hiện có to chắp chân điện để con ai sánh ấy hiện nắng hơi chi em thua cá sắp xài số tới ní chỉ ấy để nhóm ai xe bán chỉ bắt vì sao nhóm to luôn còn ở sân khấm ní tê A B C D ấy cả đói cả đói F cả đói và tầng ác này xuống nhưng chưa tha tầng ác này nó bị này cột lộ công sơ sai chi em su liệt cá đôi nhóm họ ngay nhóm nơi tại chi em ở Apple Watch luôn nơi tại chi em thua cá về tình ấy dương họ càng nghe cao thua part time thọt event thọt pre-wedding thọt ấy nhận tới vậy đây tầng này ai thua bán thua ngay xong mẹ xa tất tình ấy đài lên bởi thay ăn tình ấy có chuyện họ về trích nhóm tình ấy nhóm thua về trích tình ấy nhóm đài lên anh ấy chỉ về xong mẹ cao kỳ càng nghe full time dương ngày nay mình về trích nhóm nâng thọt mà ngày tí máu bầy máu hay rất lôi đây ai thở bàn xua lại mình xua lạiจะlàm vậy tha xua u te bồ rán nó từng ở te sỉ cha te chơi với mình bồ rán ấy làm ha ôi phơi tụi mình tên GoPro những chất mò thế từng ở tên still recording nếu nhóm vậy cho anh tí cái tầng ác này về xa chi tạm phơi và anh miên về thiên là bạn anh vậy nhưng trời trăng thọt ở ven đấy chẳng em chi em vậy thiên là bạn đây khéo còn là bên này tầng ác này ban mới ở đây vì chỉ ca chay lệ nhưng tích tuổi và là mới sân chi coi lan pi ní tăng chẳng ngày năm nay mà hỏi phơi phun của bạn chi lươn tới tầng ác này về xa ấy lan mà tô cho anh mình tên phơi cho ít đi vậy đi là cái gì nó xây hiện chỉ lên được khai cột nã nhưng mà khơi là anh phơi phun chẳng á cho nhung giặt mình tên yeah tranh lại còn nắng anh ấy còn là chi ấy
advice ខ្ញុំឬក៏គាត់ឲ្យជាបទពិសោធន៍មិន advice ខ្ញុំហ៊ានទៅណែនាំទាំងអស់គ្នាទេតែបើទាំងអស់គ្នាអាចបានជាចំណេះដឹងបានជា idea អីខ្លះចឹងណាយ៉ាអូយឈឺគូទាំងអស់គ្នាជិះម៉ូតូខ្ញុំជិះយូរអត់បានឲ្យឈឺគូខ្លាំងផ្លូវនេះជាអៀតទូមកជិះលឿនព្រោះថ្នាក់អ្នកភូមិគាត់ជិះពេញតែផ្លូវដល់ផ្សារមួយទៀតហ្នឹងនេះអត់ដឹងផ្សារអីទេmap ខ្ញុំបិទចម្រៀងបាត់ឥឡូវខ្ញុំនិយាយបើស្ដាប់ចម្រៀងផងនិយាយផងដូចរៀងបែកខ្លួនឯងអញ្ចឹងខ្ញុំបិទចម្រៀងហើយនិយាយមួយទៀតរឿងជិះម៉ូតូទាំងអស់គ្នាជិះម៉ូតូពេលខ្លះងុយគេងុយអីមានចម្រៀងស្ដាប់ខ្ញុំស្ដាប់ចម្រៀងទៅអត់ងុយគេទាំងអស់គ្នាពេលជិះម៉ូតូអញ្ចឹងវា chill ហើយកាសស្ដាប់តិចនេះខ្ញុំទិញពីចិនមកទាំងអស់គ្នា$27តែកាសនេះ quality មែនតើខ្ញុំស្រឡាញ់កាសហ្នឹងហ្មងគឺ Kirex ឈ្មោះកាសហ្នឹងជាមួយខ្ញុំដាក់ឲ្យទាំងអស់គ្នាមើលដែរខ្ញុំស្រឡាញ់កាសនេះកាសសម្រាប់ដាក់ក្នុងមួកទាំងអស់គ្នាបើឥឡូវឃើញមានគេប្រើច្រើនហើយអានេះវាមិនមែនថ្លៃអីទេតម្លៃមួយជុំមកប្រើបានមិនមែនដូចបោះសេណាអី1 300 500អត់មានលុយទិញទេទាំងអស់គ្នាខ្ញុំអត់មានលទ្ធភាពទេតែបើនេះនឹងចង់ប្រើដូចគ្នាប៉ុន្តែឥឡូវយើងប្រើតាមសមត្ថភាពប្រើ20-30រៀលហ្នឹងទៅប៉ុន្តែខ្ញុំស្រឡាញ់ quality វាស្ដាប់ច្បាស់ល្អវាមិនមែនថាបុកខ្លាំងអីណាទេហើយយើងអាចនិយាយទូរស័ព្ទអាចជិះម៉ូតូបដានិយាយគ្នាបដាបានព្រោះវាប្រើ intercom ទាំងអស់គ្នាមិនតែយើងជិះម៉ូតូហ្នឹងយើងអាចនិយាយគ្នាម៉ូតូផ្សេងបានបើយើង connect ជា team បានដល់8ម៉ូតូ8នាក់ device អានេះចឹងគាត់ថាយើងជិះមួយដៃគូយើងនៅក្រោយយើង connect គ្នាទៅយើងអាចនិយាយគ្នាបានឬក៏ share music ស្ដាប់ទាំងពីរនាក់បានវាអែមផ្លយមែនតើបាទអ្នកទាំងអស់គ្នាចង់ទិញអីខ្ញុំ recommend ដែរព្រោះនេះល្អមែនតើណាហើយវាអត់ធំក្មេងក្មាងទេសាកថ្មម្ដងខ្ញុំប្រើចូល2ខែអីអត់ទាន់អស់ទេទាំងអស់គ្នាខ្ញុំស្ដាប់រហូតពេលខ្លះ1ម៉ោង2ម៉ោងខ្ញុំជិះម៉ូតូពីកន្លែងធ្វើការមកផ្ទះហើយអញ្ចឹងមួយថ្ងៃ1ម៉ោង2ម៉ោងមួយថ្ងៃ1ម៉ោង2ម៉ោងគឺខ្ញុំស្ដាប់កាសជាប់រហូតហើយពេលដើរលេងក៏ខ្ញុំដាក់ដែរឥឡូវនេះវាស្រួលណាពេលយើងនិយាយទូរស័ព្ទបានតែបើគេតេមកអញ្ចឹងវានឹងលើកអូតូខ្លួនឯងហ្មងហើយនិយាយសលេងវាច្បាស់ល្អតែគ្រាន់តែកាសនេះវាអត់សូវលឺខ្លាំងពេកទេអញ្ចឹងពេលយើងលើកទូរស័ព្ទសលេងវាយ៉ាងខ្សោយអញ្ចឹងតើយើងឈប់និយាយតែបើថាយើងជិះទៅវាអាចនឹងលឺខ្យល់ស្ដាប់គេអត់សូវបានពេលនិយាយទូរស័ព្ទតែបើចម្រៀងយើងស្ដាប់អូខេវាមិនលឺខ្លាំងវាហ្មងមកលឺយើងស្ដាប់ជាមួយសលេងខ្យល់មួយបរិវេណជុំវិញយើងនឹងទៅមិនដាក់ទៅចិត្តឆឹងទេណាយ៉ាទាំងអស់គ្នាចង់បានខ្ញុំនឹងដាក់ឲ្យទាំងអស់គ្នាមើលដែរវាស្អាតសាក់ថ្មមានបេតុងចុចតឡើងបន្ថយសលេងហើយនឹង switch ចម្រៀងហើយនឹងscope ចម្រៀងអីចឹងទៅអែមមើលដាក់ឲ្យទាំងអស់គ្នាដែរបើទាំងអស់គ្នាស្រឡាញ់ចង់បានតម្លៃល្អហើយគុណភាពក៏ the best ដែរ quality ព្រោះខ្ញុំឃើញគេប្រើកាសនឹងច្រើនតែមានអ្នកដែលប្រើអាសេរីដូចខ្ញុំឯងកម្រមានប្រើព្រោះសេរីនេះខ្ញុំទិញខ្ញុំរើសវានេះដែរវាអត់ធំកម្មាងពេកស្អាតហើយមានភ្លើងអីញ៉ៃទេខ្ញុំអត់ចូលចិត្ត RGB ទេគឺអានេះភ្លើងវាលោតតែភ្លើង Q មួយអញ្ចឹងណាវាលោតឲ្យយើងដឹងថាវាកំពុងតែបើកកំពុង connect អីហ្នឹងទៅតែមាន RGB ខ្ញុំអត់ចូលចិត្ត RGB ភ្លើងញ៉ៃអញ្ចឹងនេះខ្ញុំដាក់នៅចាហៀងនេះបងទាំងអស់គ្នាឃើញនឹង GoPro ឥឡូវយើងជិះទៅទាំងអស់គ្នានៅ5គីឡូទៀតដល់វីដេអូនេះយើងប្រហែលជាវែងខ្ញុំនិយាយរហូតវីដេអូ GoPro ខ្ញុំរែកចោលរហូតនេះចិត្តអស់ថ្មអញ្ចឹងណានិយាយគ្នាលេងព្រោះខានចេញវីដេអូយូរឡើងប្រហែលខែដែលអត់បានចេញវីដេអូថ្មីសង្ឃឹមថាទាំងអស់គ្នានឹងជួបនៅគាំទ្រហើយ
សង្ឃឹមថាអ្នកដែលមើលហើយអត់ទាន់បាន subscribe កុំភ្លេចជួយ subscribe ផងទាំងអស់គ្នាជួយគាំទ្រផង subscribe ឲ្យបានច្រើនមកដល់នេះរៀងផ្លូវស្រួលជិះទាំងអស់គ្នាផ្លូវស្រួលនេះទន្លេនេះខ្ញុំដាក់ drone មកតែអត់ទាន់បានហោះថតទេនេះបានហោះ drone ស្អាតបងហ្មងយើតើអរគ្នាឥឡូវខ្ញុំឈប់ដូរថ្ម GoPro ហើយយើងនៅប្រហែលជា7គីឡូទៀតបានដល់អញ្ចឹងជិះឈៀលតែទៅដល់នោះរកអីញ៉ាំសិនមានអារម្មណ៍ថាដូចឃ្លានអូខេជិះលេងមើលទេសភាពOkay, let's go. យើងនៅ7គីឡូយើងនៅ13នាទីទៀតឈប់ដូរថ្មដូរអីតិច GoPro ស៊ីថ្មមែនតើចាំមើលមានលុយអាប់ដេតទៅ DJI តើអ្នកគ្នា DJI ស្រួលឥឡូវឃើញ GoPro announce កាមេរ៉ា2ទៀតហើយប្រហែលគេចេញ Hero 14ហើយនឹង Insta ណាច្រឡំ Max 2 360 Max ចឹងខ្ញុំទិញអា360 Max 1ឥឡូវគេចេញ Max 2តែកាមេរ៉ា360ខ្ញុំអត់ទាន់បានប្រើទេទាំងអស់គ្នាអើយតែអត់មានពេលអានោះវាពេលថតទៅ edit អីវាយ៉ាងពិបាកដែរedit លើទូរស័ព្ទស្រួលតែលើកុំព្យូទ័រខ្ញុំអត់ទាន់បានសាកទេអត់ដឹងថាវាមិនដែរណានៅ10គីឡូជាងទៀតទេទាំងនៅ6 7គីឡូទៀតទាំងអស់គ្នាមួយឡានវាវ៉ាគ្នាជាអាក្រក់ក្រៃមែនតើខ្ញុំដាក់ live មែមើលឡោះព្រោះខ្ញុំអត់ស្គាល់ផ្លូវខ្ញុំខ្លាចជីខុសអញ្ចឹងអាផ្លូវនេះទៅដល់នោះយើងទៅដល់ស្រុកអង្គរបរិយទេសភាពតាមផ្លូវស្អាតទាំងអស់គ្នានេះឃើញមានវាស្រែវាអីហ្នឹងវាត្រជាក់ភ្នែកយើងបានមើល view បានអីយ៉ាងទៅណាមែនតើមកជិះមើលទេសភាពទៅវិញយើងមានកម្លាំងធ្វើការទាំងអស់គ្នាខ្ញុំអត់ចង់ថតតាមផ្លូវច្រើនទេតែចេះតែមានប្រធានបទអីនិយាយចឹងទៅបានថតឲ្យទាំងអស់គ្នាមើលទៅហើយនិយាយគ្នាលេងភ្នំជីសនៅចិត្តផ្ទះតែខ្ញុំអត់លេងទេហើយអត់ធ្វើវីដេអូទេណាជិះមកភ្នំដាមកធ្វើវីដេអូនៅភ្នំដាទៅវិញភាសាវាប្លែកណាភ្នំជីសបើទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើវីដេអូ vlog អីអាច comment បានខ្ញុំធ្វើឲ្យទាំងអស់គ្នាបានមើលដែរឥឡូវនេះគឺមកដើរលេងនៅកន្លែងឆាយកន្លែងចិត្តអាចពេលក្រោយក៏បានដែរវាមិនជាបញ្ហាទេជិះមកតាមភូមិរៀងប្រយ័ត្នតិចព្រោះគាត់ជិះម៉ូតូអត់ខ្វល់ក៏អត់មើលមុខមើលក្រោយតែម្ដងម្ដងនេះចិត្តដល់អង្គរបរិយទាំងអស់គ្នាស្រុកអង្គរបរិយចិត្តដល់ស្ពាននេះអូម្ដងនេះខ្លោងទ្វារមកដល់ទៅណាទៀតទេទៅត្រង់ទៀតទេស្រោមដៃខ្ញុំចុចអត់កើតអូគេបត់មែនអូខ្ញុំស្មានតែជីចូលតាមវត្តទាំងអស់គ្នានេះផ្លូវកោងតាYes ថ្មីច្រើងហ្មងបាទស្រុកខ្លួនឯងតែអត់ដែលបានដើរទេ
chỉ tam mê với nè hay thạch trong nó việc thạch đặt cao tiệtไปแซ่โคสามได้เมียนกระไหลท้ายตายวิโคจ้ะวิดัดเนาะโอ้ในสเปียนกันนั่งต่างกันเนี่ยก็แทนแต่ชอสเปียนในมือน้องแมวนี่นั่งไหมตึกลาวงั้นเนี่ยต่างกันเนี่ยอ๋อโอ้การวัดชีแต่เหลือในวอดนู้นหรอวอดน้องสะอาดดูไปมาย่างได้แต่ตัวเพียบนั่นนี่เหลือห่างแต่วอดไม่ซาต่างกันเนี่ยนึกชอบนึกชอบเปรย์ใช่ในการทำเปรย์เหมือนนั่นนั่งชอบเปรย์ยังไงใช่เนี่ยร้านท่านได้เคลียนtớiต่างกันเนี่ยตอนโก้ปูให้เมื่อโก้ปูดังแต่วอดไม่สะอาดจะเมื่อเมาเชี่ยโจเลยแฮร์โตรนทอดเลยนะสะอาดáถึงคำตาฮอโตรนบ้านต่างกันเนี่ยก็มาเกี่ยจับá chỉ tam mép sắp món này thì mới miên mà đứa trai nó đã đăng tham miên mà đứa trai nó có đây thôi mà một lan không thử bắt vô muốn ăn khoaเลย fuck shit sòng đây giống vậy giật cả chẳng chi biết mơ map tôi về giờ ngặt đằng chúng ta ăn nem máu ở Google Maps mà thì nhóm mấy chi tam map là hô tới là nem này cho nên dân từ sẽ đám thì chẳng dân chi chất đau món chẳng dân xuống nạc phùng cô đo lọ chẳng mà lên nẹ sọc cơ bờ rẫy và chút đó thằng anh ấy nơi pi lộ tiệt lên tút nè nơi khơi hết lên tút nhìn ta ní tầng ăn khné đó đấy nôm nơi một ní nè tầng ăn khné mơ nông cổ pro hình tu chứ nè mơ bên đấy tất khơi tờ san nó lượt nôm một bên đấy nôm nơi cho hiền này tiệt ní đưa ní đi cái hai cái tờ lệ này chung quanh nhân chắc nè sao tật mà thông bản án tờ san mỗi miền cả sân miền xa tật miền này giống á tao nghĩ chưa tờ lệ mà em á được vậy thế anh ấy từng ăn cái này chăng mà lệ nhé anh chi mà lệ bán bờ chi bình bánh mắm mà rồi cái lỗ mà rồi pi cái lỗ nhưng mơ tam Google đấy bà chi bị tiêu luôn thái mà phải buôn bởi nhóm chi bị tiêu nhóm máu cho là bạn hai xong cái lỗ cô xăm sai xong cái lỗ chiên thay sắp chứ chi một màu nên tranh mong muốn là lợi mong đọc chiên
em tao kia nè nó ní cái việc tì miền cái bẫy thế đó nè nơi sống ní trong cái bẫy nơi sống nhóm ao tế tao nè nhưng nơi sống ráo ăn miền cái bẫy gì nè nơi này còn trong cái bẫy trong bẫy flight này mình tên rồi chúng mới nhóm hoa trộn thọt nè tao này phải sang nơi kia nè sáng nơi hình được nó để cái lụa cà phê lụa ấy nè cho cái cất lôi ở đấy nếu như ai và hai chị chi mà chung nông mát mà tự phải nhóm mơ nông mát nó chỉ ai chi bàn nó để nguyên cả sang bên ấy được tại đây tao này cho trả sang ấy tây la này mini tây la lo biển đai chứ đó wow. Lo vậy tao này vùng mù lửa nè lội giá mà to ra đấy nè cái này trâu lửa ta đơn thay cái sao tô nè rồi cổ cái ai chờ rồi cái dương chi mà tôi mơ mộng nếu mà đó khơi vào xa vào đài tao này nè vào xa rồi chừng mơ than đi chưa vào xa đây chụp một tô mới xinh to nặn miên ấy đấy chụp một tô nó đi thức đặng tô nó đi mới xinh phải dương ai tặng nơi để dương chi mà tô mơ mỏ tao đi bộ phơi ní nhưng bộ phơi mà chung phun vậy chứ như ai chim tô mơ mà cho nhom đạm tô xuống đua lấy chứ tao khné lợi dư mặt đỏ lấy anh ấy cái heo của sa ashram mày sầy nấy của sa này giờ tao hay khơi những cái heo tha của sa ashram mày sấy hay nhung tung mà to lên cái ní miếng món bông phân mà đi đấy chẳng nên lý dân ai chi mà to đa rồi có chi lan là mưa tan mùi mưa bàn tục lan tục mà to nên mình thấy ăn cho ban sàn cái sàn nó cần được tao lan sàn nó không ào bạn chân đô chà chà chứ mấy ta cha hỏi chưa cha ở trong mình chết ôi bông hai đâm nhung chặt mẹ chặt thọ play lang cái sang cô sam tao nè được mẹn thò tàn để khăn khăn em đang tới cài nữa sao bây giờ bộ hai của trong sòng thôi mua thằng chút nhỏ này tao miền ấy vẫn tao hiệp sang lấy tôi đấy xin dương châu này chắc chắn chỉ tới có sàn nơi lửa lắm vậy cho tao biết này là mơ ví dụ bị lửa chăm lấy chăm hot rồi yes tới cái này thôi cũng tông nó ngay bị thế này khai nơi tao khai là lỡ dương tranh pi ashram mà hè sấy ní bữa sáng đang cứ ashram mà hè sấy mình thơ bị thmo tán này ní đôi thmo bài cream hay nên ý cứ bữa sáng mùi tiết ở đơn bữa sáng ấy nè đây chi cái chi ta mơ của đứa miếng cái lại sao tôi đấy và hai dịp sao nơi cho hiện khang bữa sáng thôm
chẳng hạn đấy anh chi trôi mà cái lại từ mà cái lại chẳng hết nè mò thông mình tên ở đấy cho lang từ bờ sàn mùi tiệt nhưng chìm tao mà nhưng tục ở mà tôi nơi cáo phật nó đấy khai miên bờ sàn đây chẳng là lỡ dương trí mà chung nâng tới để play cái chạm bê tông là xa tầng ở này nổ bờ sàn nơi gần lơ mày rồi này tờ lê tay mà đó miền đã lộ ấy đây ta cọp sri chỉ mới giúp sai ho trốn ba nữa đó cho nên khả ní miền lộ miền ấy nè cho để cái ảnh lại từ khăn lửa bạn the best I really want to climb that anh ấy trôi tới cái sản phẩm đà chứ bị chi mà chúng mà em đây và hai chị trip sang một tô nơi không đi như lại sáng và hai chị trip sang một tô sao tôi bỏ tế tụng một tô hết chị đà lì mà yes vậy chị trông một mà đa lên nãy tưởng không what's ngặt đấy đó bên nó xem miên mà được đây vậy từ hay what hay nâng tờ lễ này cho cái này tờ lễ ở đây là tờ lễ ấy mới mưa maps tôi bị dụ xa đó xuống nông đi play chi mà chung chẳng bàn Scott suy thấy nè ta nhôm hộ lan từ Phnom Penh nè bờ sạt nó lửa chẳng hạn đấy chia bờ sạt Phnom đá tận ở khi mưa bị đi tới khơi nó nơi khăn lơ nó anh hiện học thì anh mình sao sao trong mình miền bờ sạt Sam Hà xây nó hai nấy chia bờ sạt Phnom đá cho mình lai lên tí xin đại mà tôi nó cao hay lai từ lừa mà plan ông miền ấy chán rồi nỉ ông miền ta và năng ai yes chẳng thọt ao ấy tầng ở địa bàn bự đây scanner có lại đạm tô xong bạn ơi khăn có lại la hơn muốn cha có y nè lụt nữa nè ô này lại sao tố ạ nè sao nữa nè ô này nè sao cái ta cái sao tố mới sinh ra tập hiệp chỉ trong bộ mà đòn đấy rồi sao mà tố hay cái phong tập đang làm từ sàn khẳng lừa mà được cố xong nên là ngất tí ta có khăn ý rồi anh mình thay thì em mau mình làm chơi này cái băng lửa yes này cũng đa là mình được tích đá chẳng hạn vậy nè mình ít mình ru mà nó khen khơi mày nít là em bà đào quay họ đó chứ không có lại năng môi này lại môi tiệt em lại thì wow mình đang thay vì chiều lại mình chết được cái đá này ôi này lớn hết rồi nè
នេះគឺឡើងនេះគេហៅយូលីមិនឡើងជួបកន្លែងសក្ការៈគេអូយហត់ស្អាតថ្មប៉ុណ្ណានេះឡើងចិត្តដល់ទាំងអស់គ្នាអូហត់ភាសានេះធំណាមួយនៅតែឯងគឺធំមែនតើនេះមកដល់យកទាំងអស់គ្នាភាសានេះធំប៉ុណ្ណាណៃតែធ្វើពីថ្មបាយក្រៀមទេមិនថ្មតាំងនេះអែមវ៉ាវនៅខាងក្នុងនោះមានលឹងអីចឹងសម្រាប់សក្ការៈបូជាយើងត្រូវទៅសូអូហត់ទាំងអស់គ្នាចាំទៅហត់នេះពេលធំតើអរគ្នាឥឡូវរៀបទៅវិញហ៎មិញហោះដ្រូនថតអីតិចតួចដែរថតវីដេអូឲ្យរូប2-3ស្លឹកមេក្តារវាតើអរគ្នាឥឡូវឃ្លាននេះចង់ញ័រសាច់អត់មកញ៉ាំបាយដាក់ទឹកត្រជាក់ៗឲ្យគេខូលក្នុងខ្លួនតិចជិះទៅវិញហើយខ្ញុំយករអីហូបតាមផ្លូវពុកអញដាក់តាកាហ្វេមួយហើយកាហ្វេមួយហើយចេញមកពេលអញ្ចឹងរៀងចង់ស្លឃ្លានខ្លាំងយើទៅវិញហើយមនុស្សរៀងគួរសមចិត្តទាំងអស់គ្នាអ្នកមកលេងណាយ៉ាប៉ុណ្ណឹងឯងមក1ម៉ោងទៅវិញ1ម៉ោងពីផ្ទះខ្ញុំមកឯណាទាំងអស់គ្នាមិនមែន1ម៉ោងពីពេញមកជិះពីពេញមកអាចនឹង1ម៉ោងកន្លះនេះមានលក់បាយទៅអស់បាត់ហើយបងណាយ៉ាប៉ុណ្ណឹងឯងទាំងអស់គ្នាសង្ឃឹមថាជួបទាំងអស់គ្នានៅវីដេអូក្រោយនៅយ៉ាវីដេអូក្រោយទៀតអញ្ចឹងប៉ុណ្ណឹងឯងឥឡូវទៅផ្ទះវិញហើយអរគុណច្រើនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ